ជំរាបសួរក៏ដូចជាសួស្តីទៅកាន់អ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ខ្ញុំ Ultra Boy ហើយថ្ងៃនេះផងដែរយើងនឹងធ្វើការតាមដានជាមួយនឹងរឿង The Fragrant Flower តអេពីសូតរបស់យើងបន្តទៀតអូខេអញ្ចឹងកុំឲ្យខាត់ពេលយូរអីយើងទៅធ្វើការតាមដានជាមួយនឹងខ្ញុំទាំងអស់គ្នា Let's go ចាប់ផ្ដើមនៅក្នុងអេពីសូតនេះបន្ទាប់ពី Rintaro និង Valkyrie បានស្គាល់គ្នាកាន់តែច្រើនពួកគេក៏ចាប់ផ្ដើមជួយគ្នានៅក្នុងការសិក្សាដោយសារតែ Rintaro និង Sohee នឹងគឺត្រូវប្រឡងពាក់កណ្ដាលឆមាសនេះហើយបើបានបន្ទុកធ្លាក់នឹងពួកគេនឹងមិនអាចចូលរួមព្រឹត្តិការណ៍កីឡារបស់សាលារបស់ Rintaro បានទេដូច្នេះនឹង Rintaro ក៏ដូចជា Sohee នឹងគឺត្រូវតែខិតខំរៀនជាងមុននៅពេលដែល Valkyrie ដឹងពីរឿងនេះនឹងនាងក៏សម្រេចចិត្តជួយ Rintaro នៅក្នុងការសិក្សារៀនសូត្រស្វ័យសិក្សាអញ្ចឹងណាដល់ថ្ងៃដែលពួកគេណាត់គ្នាបានមកដល់ Rintaro ភ្ញាក់ពីព្រលឹមជាងធម្មតាហើយមើលទៅគាត់មានអារម្មណ៍រំភើបខ្លាំងហើយគាត់ថែមទាំងបើកមើលសារដែលគាត់និង Valkyrie នឹងបានផ្ញើឲ្យគ្នាកាលពីយប់មិញទៀតផងនៅពេលដែលពួកគេទាំងពីរនាក់បានជួបគ្នា Valkyrie ក៏ចាប់ផ្ដើមបង្រៀន Rintaro ដែលយកចិត្តទុកដាក់ដំបូងនឹង Rintaro នៅតែមានអារម្មណ៍ខ្មាស់អៀនប៉ុន្តែបន្តិចម្ដងពួកគេក៏កាន់តែស្និទ្ធស្នាលជាមួយនឹងគ្នាអញ្ចឹងទៅពួកគេចាប់ផ្ដើមនិយាយគ្នាដោយមិនបាច់ប្រើពាក្យសភាពខ្លាំងពេកហើយទំនាក់ទំនងរបស់ពួកគេក៏ដូចជាមិត្តភក្តិជិតស្និទ្ធពីរនាក់ផ្សេងទៀតដែរហើយបន្ទាប់ពីពួកគេបានរៀនរួចនឹង Rintaro ក៏ត្រៀមត្រឡប់ទៅផ្ទះវិញផងដែរប៉ុន្តែភ្លាមនោះនឹងគាត់ត្រូវបាន Subaru និង Hoshina ដែលជាមិត្តភក្តិរបស់ Valkyrie នឹងរារាំងភ្លាម Subaru គឺគាត់មិនពេញចិត្តទេដែល Rintaro នឹងកំពុងតែស្និទ្ធស្នាលជាមួយនឹង Valkyrie ហើយនាងក៏ប្រាប់ Rintaro យ៉ាងច្បាស់ថានាងមិនចង់ឲ្យគាត់នឹងជួប Valkyrie ទៀតឡើយនោះនឹង Rintaro មានការភ្ញាក់ផ្អើលព្រោះគាត់មិនយល់ថាហេតុអីបានជា Subaru នឹងត្រូវការពេល Valkyrie ដល់កម្រិតនេះប៉ុន្តែ Rintaro ក៏មិនព្រមអស់បង់ទំនាក់ទំនងរបស់គាត់ជាមួយនឹង Valkyrie ងាយដែរព្រោះសម្រាប់គាត់ Valkyrie មិនមែនតែជាសិស្សរបស់សាលា Kyoto ទេក៏ប៉ុន្តែ Valkyrie គឺជាមនុស្សម្នាក់ដែលបានមើលឃើញគាត់តាមរបៀបដែលគាត់ជាមនុស្សពិតនៅទីបំផុត Rintaro ក៏បានប្រឡងបានលទ្ធផលល្អហើយគាត់ក៏អាចបន្តចូលរួមនៅក្នុងកម្មវិធីកីឡារបស់គាត់បានប៉ុន្តែបញ្ហាជាមួយនឹង Subaru នឹងគឺនៅតែមិនទាន់ចប់ឡើយហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នឹងគឺនៅសៀវភៅរបស់ Rintaro មានសារមួយដែល Valkyrie ទុកឲ្យគាត់តែសារមួយនេះនឹងគឺបិទបញ្ចប់នៅក្នុងអេពីសូតទី4នេះតែម្ដងចូលមកដល់អេពីសូតទី5មិត្តភក្តិរបស់ Rintaro បានឃើញសៀវភៅរបស់គាត់នឹងហើយនៅក្នុងនោះមានសារមួយដែល Valkyrie បានសរសេរទុកឲ្យគាត់នៅពេលដែលSaku និងមិត្តភក្តិឃើញសារនោះពួកគេក៏ចាប់ផ្ដើមសួរ Rintaro ថាតើសារនេះនឹងគឺមកពីណាគេក៏ប៉ុន្តែ Rintaro គឺគាត់មិនចង់ប្រាប់ការពិតឡើយហើយគាត់ទៅឆ្លើយថាគាត់មិនចង់ប្រាប់ទេការឆ្លើយតបបែបនេះនឹងធ្វើឲ្យ Saku ខឹងព្រោះគាត់មានអារម្មណ៍ថា Rintaro គឺកំពុងតែលាក់រឿងសំខាន់ពីមិត្តភក្តិរបស់គេបរិយាកាសរបស់ពួកគេក៏ចាប់ផ្ដើមកាន់តឹងហើយ Sohee ក៏ព្យាយាមជួយឲ្យ Rintaro និង Saku យល់ពីគ្នាវិញហើយនៅពេលដែលពួកគេសួរ Saku ថាហេតុអីបានជាខឹងខ្លាំងបែបនេះពួកគេក៏បានដឹងថា Saku មានហេតុផលផ្ទាល់ខ្លួនដែលធ្វើឲ្យគាត់យកចិត្តទុកដាក់ចំពោះ Rintaro និងមិត្តភាពរបស់ពួកគេខ្លាំងបែបនេះទន្ទឹមនឹងនោះ Valkyrie នៅតែមិនដឹងថាសារដែលនាងបានទុកឲ្យ Rintaro បានបង្កជាបញ្ហានោះទេ Valkyrie បានមកហាងនំរបស់គ្រួសារ Rintaro ដូចធម្មតាហើយនៅពេលដែល Rintaro ជួប Valkyrie អារម្មណ៍របស់គាត់ក៏បានធូរស្រាលឡើងវិញពួកគេនិយាយគ្នាហើយនៅពេលមួយ Rintaro និង Valkyrie ក៏ធ្វើ high five ជាមួយគ្នាទៀតសម្រាប់ Rintaro វាហាក់ដូចជារឿងតូចមួយប៉ុន្តែវាបង្ហាញថាទំនាក់ទំនងរបស់ពួកគេគឺកាន់តែមានភាពជិតស្និទ្ធជាងមុនក៏ប៉ុន្តែទោះជាយ៉ាងណានៅម្ខាងទៀតនឹងគឺ Subaru នៅតែព្រួយបារម្ភអំពី Valkyrie មានអារម្មណ៍ថានាងត្រូវតែការពារ Valkyrie ពីអ្វីដែលអាចធ្វើឲ្យនាងឈឺចាប់ហើយចំណុចនេះក៏នាំឲ្យយើងចាប់ផ្ដើមយល់ពី Subaru និង Valkyrie ថាមិនមែនទៅតែស្គាល់គ្នាទេដោយសារតែពួកគេនឹងគឺមានអតីតកាលជាមួយគ្នាតាំងពីកុមារភាពហើយពេលនោះ Valkyrie និង Subaru ក៏បានជួបគ្នាហើយក៏បាននិយាយអំពីមូលហេតុដែលធ្វើឲ្យ Subaru ការពារ Valkyrie ខ្លាំងយ៉ាងនេះនៅទីនោះ Subaru បានចាប់ផ្ដើមបង្ហាញអារម្មណ៍ពិតរបស់ខ្លួន Subaru ក៏បានសារភាពថាការដែលនាងប្រាប់ Rintaro កុំឲ្យជួប Valkyrie ទៀតនឹងគឺដោយសារតែនាងមានការព្រួយបារម្ភនិងភ័យខ្លាចចំពោះអ្វីដែលអាចកើតឡើងមានចំពោះ Valkyrie ក៏ប៉ុន្តែ Subaru ក៏ដឹងថានាងបានធ្វើរឿងនេះដោយមិនបានគិតពីអារម្មណ៍របស់ Valkyrie គ្រប់គ្រាន់នោះទេដូច្នេះនាងក៏ចាប់ផ្ដើមសុំទោស Valkyrie ម្ដងហើយម្ដងទៀត Subaru មានអារម្មណ៍ថាខ្លួនឯងប្រហែលជាកំពុងធ្វើរឿងមួយដែលខុសហើយអារម្មណ៍កំហុសរបស់នាងនឹងគឺកាន់តែធ្ងន់ឡើងក៏ប៉ុន្តែ Valkyrie មិនបានបោះបង់មិត្តភាពរបស់ពួកគេចោលទេ Valkyrie បានរំលឹក Subaru អំពីអតីតកាលរបស់ពួកគេនិងពេលវេលាដែលពួកគេធ្លាប់ចំណាយជាមួយគ្នាកាលពីកុមារភាពផងដែរហើយ Valkyrie ចង់ឲ្យ Subaru នឹងជឿស្ដីបន្ទោសខ្លួនឯងហើយទទួលស្គាល់ថានាងនៅតែជាមិត្តភក្តិល្អហើយជា best friend របស់ Subaru នៅពេលនោះនឹង Valkyrie ក៏ប្រាប់ Subaru អំពីអារម្មណ៍ពិតរបស់នាងក៏ប៉ុន្តែជាមួយគ្នានេះ Valkyrie ក៏ទទួលស្គាល់ថា Rintaro ក៏កំពុងក្លាយទៅជាមនុស្សសំខាន់សម្រាប់នាងដែរ Valkyrie នាងចង់ឲ្យ Subaru យល់ថា Rintaro មិនមែនជាមនុស្សដែលធ្វើឲ្យនាងឈឺចាប់ដោយការភ័យខ្លាចរបស់ Subaru នោះទេក្រោយមក Rintaro និង Subaru ក៏បានជួបគ្នានៅសួនកុមារដំបូង Subaru នៅតែមានអារម្មណ៍មិនស្រួលចំពោះ Rintaro ប៉ុន្តែការនិយាយរបស់ Rintaro ធ្វើឲ្យនាងចាប់ផ្ដើមយល់ថាគាត់ពិតជាយកចិត្តទុកដាក់
ចំពោះ Valkyrie ពិតមែន Rintaro មិនបានព្យាយាមបង្ខំ Subaru ឲ្យស្គាល់គាត់ទេគាត់គ្រាន់តែបង្ហាញថាគាត់ចង់ឲ្យ Valkyrie មានភាពសប្បាយរីករាយនិងអាចធ្វើអ្វីដែលនាងចង់ធ្វើហើយចំណុចនេះហើយបានធ្វើឲ្យ Subaru ចាប់ផ្ដើមផ្លាស់ប្ដូរទស្សនៈចំពោះ Rintaro នៅទីបញ្ចប់ Subaru ក៏សូមឲ្យ Rintaro នឹងគឺព្យាយាមក្លាយជាមិត្តនាងនៅពេលអនាគតផងដែរហើយនេះគឺជាចំណុចសំខាន់មួយព្រោះពីមនុស្សដែលធ្លាប់ហាម Rintaro មិនឲ្យជួប Valkyrie ឥឡូវនេះ Subaru ចាប់ផ្ដើមទទួលស្គាល់ថា Rintaro ប្រហែលជាមិនមែនមនុស្សដែលនាងគួរតែខ្លាចនោះទេហើយនេះគឺជាការចាប់ផ្ដើមនៃការផ្លាស់ប្ដូរទំនាក់ទំនង Rintaro Valkyrie និង Subaru ហើយពួកគេនៅមានឧបសគ្គជាច្រើនទៀតដែលត្រូវប្រឈមមុខក៏ប៉ុន្តែយ៉ាងហោចណាស់ជញ្ជាំងមួយតែបានចាប់ផ្ដើមរលាយចុះហើយសម្រាប់ Rintaro និង Valkyrie ទំនាក់ទំនងរបស់ពួកគេក៏កាន់តែជ្រាលជ្រៅជាងនេះបន្តិចទៀតហើយអូខេអ្នកទាំងអស់គ្នាជើងស្គាល់អេពីសូតនេះផងដែរគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្ត complete like subscribe មកលើ channel របស់ខ្ញុំម្នាក់មួយហើយខ្ញុំពិតជា sorry ខាងមែនតើអ្នកទាំងអស់គ្នាខ្ញុំដឹងថាអេពីសូតនេះគឺវាខ្លីយកទៅមែនតើនេះទោះបីជាខ្ញុំនឹងខំយក3អេពីសូតមកបញ្ចូលគ្នាក៏នៅតែអត់តែប៉ុណ្្នឹងដែរខ្ញុំមិនដឹងថាធ្វើម៉េចទេអ្នកទាំងអស់គ្នាព្រោះខ្ញុំមើលទៅគឺខ្ញុំចាប់បានចំណុចសំខាន់តែប៉ុណ្្នឹងនិយាយចំនេះគឺថាអាចនិយាយបានថាវាខ្លីណាអ្នកទាំងអស់គ្នាប៉ុន្តែសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអធិស្ឋានហ្នឹងហើយចឹងខ្ញុំមានតែប៉ុណ្្នឹងទេបាយបាយ